សូមស្វាគមន៍មកកាន់រឿងកំ pl ែងស្រស់ស្រាយមួនជុលកំពូលល្បិច The Ultimate Trickster Rooster តួអង្គកំពូលគោលប្រចាំភូមិមានតាឆោតជាអ្នកអួតស្រស់ស្រាយតាចាស់ពូកែអួតប្រចាំភូមិចូលចិត្តធ្វើចរិតជាអ្នកខ្លាំងខាងមើលមួនជុលតែតាមเป็ดភ្នែកឡាងបាយមើលអ្វីមិនច្បាស់ឡើយតាល្ងងជាអ្នកចេះចង់បានគូប្រជែងរបស់តាឆោតចូលចិត្តដណ្ដើមរបស់គេនិងចូលចិត្តធ្វើចេះតែចុងក្រោយចាន់បោកគេរហូតយាយរអ៊ូជាមេផ្ទះមាត់ដាច់ប្រពន្ធតាឆោតមាត់ដាច់កាន់ដំបងដេញវេបឌីរាល់ថ្ងៃមិនដែលចាន់នរណាម្នាក់ក្នុងភូមិឡើយអាខ្ញីជាក្មេងបង្ហិនភូមិក្មេងស្ទាវប្រចាំភូមិចរិតខូចពូកែខាងរៀបល្បិចបោកចាស់ៗឲ្យឆ្លោះគ្នាដើម្បីតែភាពស្បាយផ្ទាល់ខ្លួនត្រៀមសោយជុកពោះទាំងអស់គ្នាតោះទស្សនាព្រឹកឡើងតាឆោតដើរអួតពេញភូមិថាមានមន់ជុលមាសសំលេងផ្អែមដូចតារាចម្រៀងគាត់និយាយអួតបដើលឺខោបដើធឺចរឹកដូចអ្នកមានស្តុកស្តុំមកពីក្រុងអ្នកភូមិបានលឺហើយនាំគ្នាពេបមាត់ដើចេញព្រោះដឹងថាគាត់ជាស្ដេចអួតប្រចាំស្រុកតាល្ងងលឺដំណឹងរឿងមន់មាសក៏មានចិត្តចំណានចង់បានមកធ្វើម្ចាស់ម្នាក់ឯងដែរគាត់លួចដើរតាមក្រោយតាឆោតទាំងពោះវៀនគេដៅចុងនឹងហាមព្រោះចង់ដឹងថាមន់នោះនៅឯណាគាត់គិតខឹងចិត្តថាបើបានមន់នោះមកនឹងលក់ទិញម៉ូតូជីបឹងអួតស្រីៗម្ដងអាខ្ញីឃើញតាទាំងពីរនាក់កំពុងតែឈួតនឹងរឿងមន់ក៏នឹកឃើញល្បិចចង់បោកលីងអើយសបាយវាដើរតែប្រាប់តាទាំងពីរថាមន់មាសនោះកំពុងតែដេកចាំម្ចាស់នៅក្រោយគុំត្រាំងតាទាំងពីរលឺហើយភ្នែកឡើងកលែតដូចឃើញមាសរាប់តោននៅពីមុខអញ្ចឹងតាឆោតនិងតាល្ងងចាប់ផ្ដើមរត់បណ្ដាញគ្នាទៅក្រៅគុំថែងទាំងនឹងហើមហត់ដូចឆ្កែដេញទន្សាយពួកគាត់រត់បុកគ្នាដួលផ្ងាជើងឡាយលើអាកាសមើលទៅគួរឲ្យអស់សំណើចខ្លាំងណាស់អាខ្ញីលួចសាច់នៅពីក្រោយដើមឈើពេលឃើញតាទាំងពីរចាញ់ល្បិចរបស់វាតាឆោតរៀបអន្ទាក់សំណាញ់ដើម្បីចាប់មន់មាសដែលគាត់ស្មានថាវានៅក្នុងព្រៃនោះប៉ុន្តែដោយសារភ្នែកមិនសូវច្បាស់គាត់បែរជាទាក់ជើងខ្លួនឯងជាប់សណ្ដូកជើងដោយទង្កែបត្រូវគេចងតាល្ងងឃើញហើយសើចចំហមាត់រហូតរុយហក់ចូលមាត់ក៏នៅតែមិនដឹងខ្លួនតាល្ងងសើចតាឆោតបណ្ដើរស្រាប់តែជន់ចាំអាចគោស្រស់រអិលដួលបោគូតផុកពេញខោគាត់ខឹងខ្លាំងណាស់ក៏ជេរប្រតិទផ្ដាសាទាំងអាចចូលនៅជាប់ខ្នងមើលទៅដូចផែនទីពិភពលោកតាឆោតដែលជាប់អន្ទាក់ក៏ឆ្លៀតសើចចំអោកអីវិញទាំងខ្លួនឯងនៅរើមិនតន់រួចតាល្ងងងើពីភក់ហើយក៏យកកញ្ច្រែងមួយមកបំរុងគ្រូបមន់ដែលខាញ់កំពុងកំរោលខ្មុំស្មៅគាត់លោតទៅគ្រូបតែស្រាប់តែគ្រូបចំក្បាលតាឆោតដែលកំពុងតែវាចេញពីអន្ទាក់នោះទៅវិញតាឆោតស្រែកជេរលោឡាពេញព្រៃព្រោះងងឹតមុខឈឹងមើលអីមិនឃើញក្នុងកញ្ច្រែងតាទាំងពីរចាប់ផ្ដើមឆ្លោះគ្នាខ្លាំងដោយប្រើពាក្យស្លែងស្រុកស្រែជេរគ្នាទៅវិញទៅមកមិនឈប់ម្នាក់ថាឯងល្ងងម្នាក់ទៀតថាឯងឆោតឆ្លោះគ្នារហូតភ្លេចគោដៅដេញចាប់មន់បាត់ទៅហើយអាខ្ញីអង្គុយមើលកុនភាគយន្តពិតក្នុងព្រៃទាំងសប្បាយចិត្តជេរខ្លាំងតាឆោតនឹកឃើញវិធីថ្មីក៏យកពោតដែលទិញទុកហូបខ្លួនឯងមកបាយធ្វើជំនួយលបួងមានមន់គាត់អង្គុយចាំទាំងសង្ឃឹមថានឹងបានមន់នាំមកក្នុងកណ្ដាប់ដៃដើម្បីបានខ្លាចជាអ្នកមានប៉ុន្តែមន់មិនមកទេបាយជាហ្វូងទារបស់អ្នកភូមិរាប់រយក្បាលនាំគ្នារត់មកចំរោមស៊ីពួតគាត់បាត់ហ្វូងទាផ្អើលរត់ជួនលើខួនតាទាំងពីរញាក់បណ្ដាលឲ្យខោអោតដាច់ដោយអស់គ្មានសល់សម្រស់ឡើយតាល្ងងព្យាយាមដេញទាចេញតែត្រូវទាដេញចឹកគូតរហូតរត់ជុំវិញគុំត្រែង 3-4 ជុំសម្រាប់តាទាំងពីរលាន់លើរំពុងពេញភូមិធ្វើឲ្យសត្វស្លាប់ហោះចេញអស់ពីព្រៃមន់ដែលពួកគាត់ដេញចាប់នោះស្រាប់តែរត់ទៅជិតមាត់ត្រពាំងទឹកដែលពោពេញដោយភក់ជ្រៅតាទាំងពីរអ្នកដើរលឹបតាមក្រោយមន់ទាំងជើងញ័រទៅតាក់ព្រោះខ្លាចក្រែងមន់នោះហោះបាត់ពួកគាត់ខ្សឹបប្រាប់គ្នាឲ្យនៅស្ងៀមបំផុតដើម្បីកុំឲ្យមន់ផ្អើលតាឆោតឃើញឱកាសល្អក៏ស្ទុះលោតទៅចាប់មន់លួសទាំងកម្លាំងបាយដែលមានទាំងអស់ក្នុងខ្លួនតែសំណាងអាក្រក់គាត់លោតខុសក៏ទៅបុកចំដើមអាកាសៀដួលស្លាប់ស្តុកដោយគេវៃក្បាលតែល្ងងឃើញបែបនេះក៏ឆ្លៀតទៅរកចាប់មន់ម្នាក់ឯងបន្តទៀតដោយមិនខ្វល់ពីមិត្តភក្តិឡើយតាល្ងងបំរុងនឹងចាប់មន់បាំងទៅហើយតែបាយជារអិលជើងធាក់ចូលទៅខឹងត្រពាំងទឹកផុកទាំងចំហសំលេងធាក់ទឹកលាន់ដោយក្របបែកផ្ទុះធ្វើឲ្យផុកខ្ទាតពេញមុខមាត់មើលលែងស្គាល់ថាជាមនុស្សគាត់ព្យាយាមងើបចេញពីផុកតែផុកនោះស្អិតខ្លាំងណាស់រើមិនចង់រួចតាឆោតដឹងខ្លួនឡើងវិញក៏ឃើញតាល្ងងកំពុងហាខ្លាំងភុកមើលទៅដូចសត្វក្រពើអត់បាយយូរថ្ងៃគាត់មិនជួយទេតែបាយជាទាញមេឈើមកចាក់កំកាច់បង្ខូចតាល្ងងលេងក្នុងទឹកទៅវិញអ្នកទាំងពីរចាប់ផ្ដើមវាយគ្នាខឹងភុកមើលទៅដូចជាការប្រកួតកីឡាចំបប់ពិភពលោក
អាខ្ញីដែលអង្គុយលើដើមឈើក៏ស្រែកប្រាប់ថាមន់មានហត់ទៅត្រូវខាងបាត់ហើយបញ្ញាប់ឡើងតាទាំងពីរឮហើយក៏ខំប្រឹងរោទៅមកក្នុងភក់យ៉ាងតដាប់តដួដើម្បីចង់បានមន់នោះពួកគាត់មិនដឹងទេថាខ្លួនឯងកំពុងតែរាំក្បាច់កំ pl ែងឲ្យក្មេងមើលសក់បន្ទាប់ពីឡើងពីភក់វិញពួកគាត់ក៏រៀបគម្រោងការចុងក្រោយដោយប្រាយសំណាញ់ត្រីធំមួយមកផុតព្រៃពួកគាត់ជឿជាក់ថាលើកនេះច្បាស់ជាចាប់មន់មាសបាន 100% គ្មានផ្លៃរបូតឡើយពួកគេទាំងពីរនាក់ចាប់ផ្ដើមទាញសំណាញ់ម្នាក់ម្ខាងយ៉ាងតឹងតែងដូចជាទាញប្រត់ស្រាប់តែមានរបស់ធ្ងន់មួយជាប់ក្រុងសំណាញ់ធ្វើឲ្យពួកគាត់ត្រេកអរខ្លាំងណាស់ស្មានថាជាមន់មាសយ៉ាក់ពួកគាត់ខំប្រឹងទាញឡើងមកលើគោកតែញើសហូសស្រោចខ្លួនដូចងូទឹកភ្លៀងតាឆោតស្រែកថាលើកនេះយើងមានហើយតាល្ងងអើយយើងនឹងបានក្លាយជាសទ្ធិហើយនៅពេលទាញមកដល់គោកស្រាប់តែឃើញថាវាមានមន់មាសទេតែជាកញ្ច្រែងខោអាវរបស់យាយរ៉ូអ៊ូយាយរ៉ូអ៊ូដើរមកដល់ល្មមឃើញប្តីខ្លួនឯងកំពុងតែលួចកញ្ច្រែងខោអាវដែលគាត់ទើបតែបោកស្អាតគាត់ខឹងឡើងញ័រដៃញ័រជើងកាន់ដំបងឈើដើមមង្គតយ៉ាងម៉ាំក្នុងដៃយាយរ៉ូអ៊ូចាប់ដើមដេញវៃតាឈូននិងតាល្ងងពេញភូមិបណ្ដាលឲ្យផ្អើមេមនមេកូនរត់ចែកជើងគ្រាតាទាំងពីររត់បដាស្រែកសំទោបដាតែយាយមិនព្រមឈប់ឡើយព្រោះខឹងខោអាវពលាក់ផុកអស់អាខញ៉ៃសយឡើងជកពោះធ្លាក់ពីលើដើមឈើមួយដីទាំងមិនដឹងខ្លួនរឿងពិតគឺមន់នោះគ្រាន់តែជាមន់ចលធម្មតារបស់អាខ្ញីដែលវាលាបពណ៌លឿងតែប៉ុណ្ណោះតាទាំងពីរអ្នកត្រូវប្រពន្ធដាញ់វារហូតចូលក្នុងក្រោលគោដេកជាមួយគោទាំងយឹបទាំងមិនហ៊ានចូលផ្ទះចុងក្រោយអ្នកអួតទាំងពីរបានត្រឹមតែភាពអាម៉ាស់និងសំឡេងសើចចំអកពីអ្នកភូមិគ្រប់គ្នា